ជំរាបសួរបងប្អូនជាទីរាប់អានបាទប្រិយមិត្តរបស់ខ្ញុំគឺថ្នោត5ដើមបងប្អូនខ្ញុំចង់បង្ហាញបងប្អូនពីរុក្ខជាតិនេះដែលមានឈ្មោះថាលពាក់បងប្អូនខ្លះធ្លាប់ហូបផ្លែវាអាចហូបបានចត់យើងក្លុកជាមួយនឹងអំបិលម្ទេសអីចឹងណាលពាក់នេះស្លឹករបស់វាបងប្អូនណាស្លឹករបស់វាមានបន្លាណានេះបន្លាបាទហើយមេឃរបស់វានឹងសិតតែបន្លាបងប្អូនណាលពាក់នេះនឹងស្លឹកវាណាបងប្អូនណាបាទលពាក់បាទស្លឹកវាអញ្ចឹងនេះមួយស្លឹកអញ្ចឹងទៅតងចិត្តគ្នាអញ្ចឹងទៅបានមួយគូអញ្ចឹងទៅហើយលពាក់ហ្នឹងណាបាទហើយលពាក់នេះដែរគឺបងប្អូនប្រជាសហគមន៍មួយចំនួនពួកគាត់យកទៅក្រងជាកញ្ច្រែងជាល្អីជាវត្ថុអនុស្សាវរីយ៍ជាច្រើនបាទមានផុសលុនៅក្នុងបណ្ដាញសង្គមប៉ុន្តែបងប្អូនខ្លះក៏អត់ដែលស្គាល់ដើមទេបាទក៏អត់ដែលស្គាល់ដើមទេក៏អត់ដែលស្គាល់ដើមលពាក់ទេនេះគឺដើមលពាក់ហើយដើមលពាក់នេះមានដើមមួយទៀតស្តៀងលពាក់ដែរគឺដំបងបាទបលាដំបងឬក៏ពីដើមមានបទចម្រៀងមួយដែលច្រៀងថាសារិកាកែវហើយស៊ីអីកងស៊ីផ្លែដំបងប្រចឹកគ្នាលេងអាហ្នឹងដើមដំបងហ្នឹងគឺដូចលពាក់ដែរប៉ុន្តែធំណាបងប្អូនបាទធំនេះបលារបស់វានៅតាមមេឃវាឃើញទេបងប្អូនបាទបលាវាលពាក់ហើយលពាក់នេះចំពោះមើមរបស់វាឬក៏យើងហៅថាឫសរបស់វាណាឫសលពាក់គឺសម្រាប់ខ្ញុំគ្រូឱសថបុរាណខ្ញុំយកធ្វើជាថ្នាំរោគស្ត្រីធ្លាក់សការរលាកស្បូនឬក៏ខ្ញុំយកឫសរបស់វានឹងធ្វើសម្រាប់ស្បូនមានបញ្ហាមានន័យថាពេលខ្លះអត់រលាកស្បូនធ្លាក់សអីទេប៉ុន្តែគាត់ឈឺចកេះគាត់ឈឺកន្លះដៃស្បូនរបស់គាត់ចឹងទៅហើមស្បូនហើមអីចឹងទៅណាបងប្អូនបាទប៉ុន្តែយើងមានឱសថផ្សេងទៀតផ្សំប៉ុន្តែឫសរបស់វានឹងគឺជាផ្នែកមួយនៃការផ្សំចូលទៅក្នុងរោគស្ត្រីហ្នឹងចឹងណាបងប្អូនបាទហើយរសជាតិវាចត់ហើយត្រជាក់ជាប្រភេទរុក្ខជាតិត្រជាក់ហើយជាទូទៅបាទជាទូទៅចំពោះឫសរបស់វាស្តៀងនឹងមើមថ្នាំជាតិដែរឬយើងហៅថាមើមថ្នាំចិនណាបាទគឺយើងហៅថាមើមថ្នាំចិនហ្នឹងគឺដែលគេចិនតែងតែយកមើមថ្នាំចិនហ្នឹងទៅស្ងោរជាមួយមាន់ខ្មៅជាស៊ុបអីចឹងណាបាទហ្នឹងហើយអញ្ចឹងហ្នឹងគឺមើមថ្នាំចិនហ្នឹងស្តៀងនឹងឫសលពាក់ហ្នឹងដែរហើយឫសលពាក់ហ្នឹងគឺស្តៀងនឹងមើមថ្នាំចិនដែរប៉ុន្តែវាមានឫសកជ្រោងច្រើនជាងអញ្ចឹងណាបងប្អូនបាទហ្នឹងហើយហ្នឹងគឺជាដើមលពាក់ឲ្យបងប្អូនបាទចាំមើលពេលណាដែលមានផ្លែខ្ញុំនឹងថតបង្ហាញជូនបងប្អូនម្ដងទៀតបាទសូមអរគុណចំពោះការយកចិត្តទុកដាក់ទស្សនារាល់វីដេអូរបស់ថ្នោត5ដើមបាទកុំភ្លេចបងប្អូនជួយ follow ជួយ like ជួយ share ជួយ subscribe ផងនៅក្នុង channel YouTube របស់ខ្ញុំណាបងប្អូនបាទ